បាទជំរាបសួរលោកគ្រូទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមចែកម្លែកមួយទាក់ទងទៅនឹងរបៀបដែលយើង combine file ជាច្រើនទៅក្នុង file តែមួយបាទអញ្ចឹងដូចគំរូនេះខ្ញុំមាន file ច្រើនទាំងអស់គឺចំនួន37 file បាទប៉ុន្តែយើងចង់ធ្វើ file ហ្នឹងឲ្យទៅជា file តែមួយទេដូចយើងធ្វើជាសភៅអញ្ចឹងណាមានន័យថាហ្នឹងជា37ផ្នែកអញ្ចឹងយើងចង់បញ្ចូលវាទៅក្នុងសភៅតែមួយក្បាលទេដើម្បីងាយស្រួលក្នុងការប្រើប្រាស់ណាអញ្ចឹងជំហានទី1គឺលោកគ្រូត្រូវបង្កើតមានន័យថាយើងយក file ថ្មីមួយដែលអត់មានអីទាំងអស់បាទអញ្ចឹងខ្ញុំ copy ចេញពីនឹងក៏បានដែរឥឡូវបាទអញ្ចឹងខ្ញុំសុំកែអាហ្នឹងសិនអញ្ចឹងដាក់នេះពី1ដល់ប៉ុន្មានមិញដល់37ចុះបាទមានន័យថាពីចំណុចទី1ដល់37ណាបាទអូខេអញ្ចឹងខ្ញុំដូរឈ្មោះសិនកន្លែងនេះគ្រូចង់បង្កើតថ្មីក៏បានដែរកន្លែងហ្នឹងប៉ុន្តែដោយសារនៅក្នុងនេះខ្ញុំយក file នឹងមកកែតែម្ដងទៅបាទអញ្ចឹង Ctrl A លុបចេញតែម្ដងបាទអញ្ចឹងមានន័យថាយើងបង្កើត file នេះមួយថ្មីដែលជា file អត់មានឯកសារអីទាំងអស់បាទអញ្ចឹងខ្ញុំត្រឡប់មកក្រោយវិញបាទ file នេះណាយើងចង់បង្កើតក្នុងនឹងក៏បានឬក៏យើងដាក់កន្លែងណាក៏បានដែរអត់អីទេអាហ្នឹងបានដូចគ្នាដើម្បីទាញអា file ទាំង37នេះបាទទាំង37ចូលទៅក្នុង file តែមួយបាទគឺយើងធ្វើដូចផ្ដាច់បាទអញ្ចឹងជំហានទី1យើងចូលទៅ file ថ្មីដែលយើងមានឈ្មោះ1ដល់37ហ្នឹងមកចំពោះ file នេះគឺវាអត់មានអីទាំងអស់មានន័យថាជា file ទៅទេណាបាទនៅកន្លែងនេះយើងចង់កំណត់តាក់ទងទៅនឹង margin តាក់ទងទៅនឹង header footer អីយើងអាចកំណត់បានណាបាទអញ្ចឹងតាក់ទងនឹង margin អាហ្នឹងខ្ញុំយក2កន្លះបាទអញ្ចឹងអានេះយើងយក stock ដាទូទៅលើ2កន្លះក្រោម2កន្លះហើយចំណែកខាងឆ្វេងគឺយើងយក3សង់ទីម៉ែត្រណាបាទ3សង់ទីម៉ែត្រដោយសារទូទៅផ្នែកខាងឆ្វេងគឺយើងកប់សភៅពេលសភៅយើងកប់ផ្នែកខាងឆ្វេងណាបាទអូខេអញ្ចឹងយក normal មកអានេះដាក់ bold document មកបន្តមកទៀតយើងចុច set as default អញ្ចឹងក្រោយមកគឺវា set ចឹងឲ្យយើងហើយបាទនៅកន្លែងនេះ header footer យើងចង់ដាក់ក៏បានយើងចាំដាក់តាមក្រោយក៏បានអត់បញ្ហាទេអញ្ចឹងដើម្បីបញ្ចូលអា file 37នេះបាទ file 37នេះចូលមកក្នុង file នេះយើងធ្វើរបៀបនេះបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចូលកន្លែង insert បាទចុចកន្លែង insert ផ្នែកខាងលើនេះមកបាទ insert បាទនេះកន្លែង insert បន្តមកទៀតយើង scroll មកផ្នែកខាងស្ដាំមកផ្នែកខាងស្ដាំនេះយើងមើលឃើញពាក្យ object ណាបាទពាក្យ object បន្តមកទៀតយើងចុចកន្លែងសញ្ញានេះមកបាទនៅខាងក្រោមនេះយើងមាន2បាទយើងមានពាក្យ object មួយហើយនឹង tag from file អញ្ចឹងបងប្អូនទាំងគ្នាចុចកន្លែង tag from file មកបន្តមកទៀតយើងចូលទៅរក file មិញមានន័យថា file 37មិញហ្នឹងនៅកន្លែងណាដើម្បីទាញវាយកមកដាក់នៅក្នុងអា file មួយហ្នឹងណាអញ្ចឹងដោយសារខ្ញុំដាក់នៅក្នុង drive D អញ្ចឹងចូលទៅ drive D ទៅបន្តមកទៀតបាទខ្ញុំចូលទៅរក file ហ្នឹងបាទ file 37មិញគឺនៅក្នុងនេះអូខេនេះគឺជា file របស់យើងណាបាទប៉ុន្តែពេលដែលយើងទាញតែ Word ទេ PDF យើងអត់យកទេអញ្ចឹងមានន័យថាបងប្អូនអរគ្នា select តែ Word មកហើយយើងចង់ដាក់មួយណាមុនយើង select អាហ្នឹងមុនមានន័យថាយើង select តាមលំដាប់លំដោយអាហ្នឹងប៉ុន្តែនៅក្នុងនេះដោយសារយើងយកតែ Word ទេអញ្ចឹងកន្លែងពាក្យ tab នេះគឺខ្ញុំចុចមួយមកអញ្ចឹងខ្ញុំយកតែ Word ទេអញ្ចឹង PDF វាអត់មានទេក្នុងហ្នឹងបាទអញ្ចឹងមានន័យថា PDF វាអត់មានទេមានតែ Word ទេអូខេអញ្ចឹងនៅកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចបើសិនជាបងប្អូនទាំងអស់គ្នាចង់ដាក់ទីប្រមាណមុនគឺយើងចុចអានឹងមុនគេប៉ុន្តែនៅក្នុងនេះខ្ញុំដាក់តាមលំដាប់គឺពីលេខ1រហូតដល់37ប៉ុន្តែបើយើងចុចម្ដងមួយអញ្ចឹងវាចំណាយពេលយូរបាទ
ចឹងយើងចុចម្ដងគឺទៅទាំងអស់តែម្ដងចឹងមានន័យថាបងប្អូនទាំងអស់គ្នាចុចឥឡូវនឹងមួយសិនមកបន្តមកទៀតយើងចុច control បាទយើងចុច control មកបន្តឲ្យជាប់ចុច control ឲ្យជាប់បាទឥឡូវនៅកន្លែងនេះខ្ញុំសូមប្រើ keyboard ឲ្យមើលបន្តិចចុះ keyboard ណាបាទនេះបាទហើយ keyboard មកនៅក្នុង keyboard នេះមានន័យថាឥឡូវដូរភាសាសិនបាទអញ្ចឹងពេលដែលយើង select បែបនេះមានន័យថាបងប្អូនទាំងអស់គ្នាត្រូវចុច control បាទចុច control ឲ្យជាប់នេះអញ្ចឹងឃើញវា load ទេចុច control ឲ្យជាប់មកឥឡូវចុចលេខ1សិនបាទ select រហូតដល់ប៉ុន្មានតែបើយើង control A file ប្រហែលវាមកទាំងអស់អញ្ចឹងណាអញ្ចឹងមាន file មួយចំនួនខ្ញុំអត់យកទេក្នុងនោះអញ្ចឹងខ្ញុំចុច control ហើយខ្ញុំ select បែបនេះមកបាទចុច control ឲ្យជាប់អញ្ចឹងមានន័យថាយើងចុច control ជាប់ម៉ៅរបស់យើង select រហូតដល់37តាមលំដាប់ដល់ទៅពេលដែលបានប៉ុណ្ណឹងហើយបងប្អូនទាំងអស់គ្នាមិនបាច់ចាំចុច control ទៀតទេយើងមើលពាក្យកន្លែងនេះបាទយើងមានពាក្យ insert កន្លែងនេះបាទអញ្ចឹងមានពាក្យ insert កន្លែងនេះអញ្ចឹងចុចពាក្យ insert ហ្នឹងមកហើយយើងចាំមកសន្ទុះមកអានេះវាកំពុងតែទាញមកឲ្យយើងហ្នឹងបាទវាបញ្ចូលមកក្នុងអា file ថ្មីរបស់យើងណាអញ្ចឹងមានថា37ហ្នឹងគឺវាចូលមកក្នុង file ថ្មីហ្នឹងតែមួយទេអញ្ចឹងពេលដែលយើងរៀបចំជាទម្រង់សភៅដើម្បីយកទៅ print ឬក៏យកទៅបោះពុម្ពវាមានភាពងាយស្រួលបាទអញ្ចឹងអានេះអស់ហើយប៉ុណ្ណឹងមកអស់ហើយអញ្ចឹងអានេះយើងមើលទៅឃើញចំណេញពេលតែបើសិនជាលោកគ្រូទៅ copy យើងចំណាយពេលយូរណាបាទមិនតែយើងចំណាយពេលយូរហើយតើតើក្នុង format អីវាអត់មកអញ្ចឹងទេបើសិនជាយើង copy វាដាច់សម័យកាលដាច់អីញញ៉ាយច្រើនណាបាទអញ្ចឹងយើងអាចប្រើវិធីសាស្ត្រនេះមួយដែលអាចទី1ចំណេញពេលទី2ស្អាតណាបាទការងារយើងលឿនអូខេអញ្ចឹងពេលបានប៉ុណ្ណេះមកវាអាចថាវារេតិចតួចបាទវារេតិចតួចដោយសារតែ format អាមុននឹងអានេះវាអត់ដូចគ្នាណាពេលដែលយើងកំណត់ header footer ពេលយើងកំណត់ margin ណាអញ្ចឹងកន្លែងនេះពួកអ្នកគ្រូអាចមើលវាបន្តិចទៅហើយកែសម្រួលវាបន្ថែមបន្តិចទៅអាចកែបានហើយអាហ្នឹងមានន័យថាយើងអាចយកទៅ print ទៅអីបានហើយចំពោះកន្លែងនេះយើងចង់ដាក់អីគេដាក់header ដាក់ footer អីយើងអាចដាក់បានណាបាទអូខេអញ្ចឹងយើងអាចដាក់បានធម្មតាកន្លែងហ្នឹងហើយតកតង header footer ខ្ញុំនឹងបង្ហាញមួយជំហានទៀតតកតងទៅនឹងរបៀបដាក់ដែលងាយហើយស្រួលបាទអញ្ចឹងនៅក្នុងវីដេអូនេះរបៀបដែលយើង combine file ច្រើនទៅក្នុង file តែមួយគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាគ្រូមានចម្ងល់មានបញ្ហាអាចសួរបន្ថែមបានបាទអញ្ចឹងខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងបាទអរគុណ